លោកពូលុយលោកពូជ្រុះហើយអរគុណក្មួយខ្លាំងណាស់អូក្មេងល្អមិនអីទេមិនបាច់អរគុណពូទេទៅថ្ងៃមុខត្រូវប្រយ័ត្នប្រយែងបន្តិចណាបាទលោកពូនឹងប្រុងប្រយ័ត្នជាងនេះមកនេះក្មួយយកលុយ100 យ៉ននេះទៅទុកទិញស្ករគ្រាប់ហូបចុះមិនអីទេលោកពូម៉ាក់ប្រាប់ថាឬបានរបស់គេមិនត្រូវទុកជារបស់ខ្លួនទេពិតជាក្មេងដឹងក្តីមែនបន្តោងខ្សែកនេះក្មួយតូចតើក្មួយឈ្មោះអីដែរខ្ញុំឈ្មោះសៀវមីចុះបន្តោងខ្សែកត្បូងនេះក្មួយបានមកពីណាអានឹងគឺម៉ាក់របស់ខ្ញុំឲ្យមកខ្ញុំពាក់វាតាំងពីតូចមកម្លេះក្មួយពាក់តាំងពីតូចមែនទេនៅទីនេះបងប្រុសហេតុអីបានជាបងគេតើបងមានជួបការលំបាកអីមែនទេប្អូនស្រីខ្ញុំគឺចូលក្រុងមកកាប់ឈ្នួលធ្វើការតែនឹកស្មានមិនដល់ទើបតែចេញពីស្ថានីយរថភ្លើងភ្លាមក៏ដឹងថាអីវ៉ាន់ត្រូវគេលួចអស់រលីងទាំងទូរស័ព្ទនិងកាបូបលុយក៏បាត់អស់ដែរចុះឥឡូវបងសម្រាកនៅណាខ្ញុំគ្មានកន្លែងស្នាក់នៅទេប៉ុន្មានថ្ងៃនេះខ្ញុំដេកនៅតាមទីសាធារណៈខ្ញុំអត់បាយ2 ថ្ងៃហើយឃ្លានខ្លាំងពេករហូតអស់កម្លាំងទើបមកសម្រាកនៅទីនេះទៅបងប្រុសកុំបារម្ភអីខ្ញុំមានលុយខ្លះបងយកទៅសិនទៅយកទៅទិញអីហូបចុះចំណែកលុយដែលនៅសល់បងយកទៅទិញសម្បត្តិឡានត្រឡប់ទៅផ្ទះវិញចុះប្អូនស្រីលុយច្រើនម្ល៉េះខ្ញុំមិនអាចទទួលយកបានទេបងប្រុសយកទៅចុះអរគុណប្អូនស្រីខ្លាំងណាស់លុយនេះថ្ងៃក្រោយខ្ញុំនឹងរកមកសំប្អូនវិញឲ្យបានជួយទុកលេខទំនាក់ទំនងឲ្យខ្ញុំផងបានទេមិនបាច់ទេបងប្រុសលុយនេះមិនបាច់សងវិញទេអូខ្ញុំនៅមានបន្តោងខ្សែត្បូងមួយនេះទៀតវាមានមួយគូជាមួយកូនស្រីខ្ញុំពាក់ខ្ញុំជូនបងសង្ឃឹមថាវានឹងជួយការពារបងឲ្យជួបតែសេចក្តីសុខខ្ញុំមានការរវល់ខ្ញុំសុំទៅមុនហើយគឺនាងច្បាស់ជានាងហើយសៀវមីតាម៉ាក់ក្មួយណែណាម៉ាក់ខ្ញុំនៅផ្ទះតើក្មួយអាចនាំពូទៅផ្ទះបានទេមិនបានទេម៉ាក់ប្រាប់ថាមិនឲ្យនាំមនុស្សប្លែកមកចូលផ្ទះទេពូមិនមែនជាមនុស្សអាក្រក់ទេមិនបានដាច់ខាតលោកពូខ្ញុំសុំទៅសិនហើយម៉ាក់សៀវមីកូនរត់ទៅលេងដល់ណាទៀតហើយនឹងនាងជួយយេរឿងលុយថ្លៃផ្ទះនាងជំពាក់ខ្ញុំច្រើនខែហើយណាពេលណាទៅព្រមសងសៀវមីកូនចូលក្នុងផ្ទះសិនទៅលោកម្ចាស់ផ្ទះខ្ញុំទៅតែបងថ្លៃសាលាឲ្យកូនស្រីអស់ឥឡូវក្នុងខ្លួនខ្ញុំគ្មានលុយជាប់ខ្លួនតតែសោះលោកអាចយកយល់ឲ្យពេលវេលាខ្ញុំបន្តិចទៀតបានទេយកយល់ខ្ញុំយកយល់ឲ្យនាងប៉ុន្មានខែហើយចង់ឲ្យយកយល់ដល់ពេលណាទៀតបើគ្មានលុយសងទេក៏រើចេញទៅលោកម្ចាស់ផ្ទះខ្ញុំសុំអង្វរមិនបាច់អង្វរទេបើគ្មានលុយក៏រើចេញទៅចាំបន្តិចក៏គ្រាន់តែថ្លៃផ្ទះប៉ុន្មានខែសោះតើអស់ប៉ុន្មានខ្ញុំជាអ្នកចេញឲ្យ5000 យ៉នអាឡូលេខាលីនជួយយកលុយសុទ្ធមកឲ្យខ្ញុំនៅទីនេះបន្តិចទីតាំងខ្ញុំផ្ញើឲ្យឥឡូវនេះក្នុងខ្លួនខ្ញុំឥឡូវមានតែ5រយទេលោកយកទៅសិនចុះចាំបន្តិចទៀតខ្ញុំឲ្យគេយកលុយមកបង្គ្រប់ឲ្យតើបានទេចាំបន្តិចទៀតខ្ញុំត្រឡប់មកវិញបងប្រុសអរគុណបងណាស់អូសុំសួរបន្តិចតើបងគឺជាប្អូនមិនចាំខ្ញុំទេសុំទោសផងបងខ្ញុំនឹកមិនឃើញសោះកាលពី6 ឆ្នាំមុនអ្នកសុំទាននៅសួនច្បារម្នាក់នោះខ្ញុំនៅមានបន្តោងខ្សែត្បូងមួយនេះទៀតវាមានមួយគូជាមួយកូនស្រីខ្ញុំពាក់ខ្ញុំជូនបងសង្ឃឹមថាវានឹងជួយ
ការពីបងឲ្យជួបតែសេចក្តីសុខនឹកឃើញហើយគឺបងនឹងឯងបងប្រុសច្រើនឆ្នាំកន្លងផុតទៅមើលទៅបងឥឡូវនេះប្រហែលជារស់នៅបានសុខស្រួលណាស់មែនទេទាំងអស់នេះក៏ដោយសារតែប្អូនស្រីដែរប្រសិនបើកាលនោះប្អូនមិនបានជួយខ្ញុំទេនោះក៏មិនដឹងថាជីវិតខ្ញុំឥឡូវនឹងទៅជាយ៉ាងណាដែររឿងតូចតាចសោះបងកុំគិតច្រើនអីកាលនោះឃើញបងគួរឲ្យអាណិតខ្លាំងពេកខ្ញុំជឿថាបើជាអ្នកផ្សេងវិញក៏គេជួយបងដូចគ្នាចុះប្អូនស្រីប៉ុន្មានឆ្នាំមកនេះតើប្អូនរស់នៅសុខសប្បាយទេខ្ញុំវិញក៏រស់នៅតាមវិថាកម្មទៅមិញនេះបងក៏បានឃើញហើយថ្លៃផ្ទះជួលក៏ខ្ញុំជំពាក់គេច្រើនខែដែរចាប់តាំងពីលេងលះមកខ្ញុំរស់នៅតែម្នាក់ឯងចិញ្ចឹមកូនស្រីចំណេះដឹងក៏មិនសូវមានទើបរកការងារល្អធ្វើមិនបានស្រីម្នាក់ឯងចិញ្ចឹមកូនផងពិតជាមិនងាយស្រួលឡើយចុះប៉ុន្មានឆ្នាំមកនេះប្អូនមិនដែលគិតចង់រកអ្នកមកមើលថែថ្មីទេមើលតែស្ថានភាពខ្ញុំទៅទាំងធ្លាប់លែងលះទាំងមានកូនជាប់ខ្លួនតើមានបរិះឯណាគេមកចាប់អារម្មណ៍លើខ្ញុំនោះអ្នកណាត់ហាលែងលះហើយវាយ៉ាងម៉េចតើស្ត្រីដែលធ្លាប់លែងលះគ្មានសិទ្ធិទទួលបានសេចក្តីសុខទេបើប្អូនមិនរើសអើងខ្ញុំទេខ្ញុំចង់រៀបការជាមួយប្អូនចាសោះលោកម្ចាស់នេះជាលុយសុទ្ធដែលលោកត្រូវការប្អូនស្រីតើប្អូនព្រមរៀបការជាមួយខ្ញុំទេកុំមិនអីទេបងខ្ញុំគ្មានអីស័ក្តិសមនឹងបងឡើយបងមើលខ្លួនឯងចុះឥឡូវបងជាថៅកែធំចង់រកស្រីស្អាតបែបណាក៏បានដែរមិនក៏ថាមិនស័ក្តិសមបើគ្មានប្អូនជួយខ្ញុំកាលនោះក៏គ្មានខ្ញុំនៅថ្ងៃនេះដែរប្អូនទាំងស្អាតទាំងមានចិត្តបុណ្យបែបនេះបើបានរៀបការជាមួយប្អូនគឺជាសំណាងរបស់ខ្ញុំទៅវិញទេប៉ុន្តែអូត្រូវហើយនេះលុយនេះប្អូនយកទៅបង់ថ្លៃផ្ទះទៅហើយសល់ប៉ុន្មានទៅរកជួបផ្ទះណាដែលល្អជាងនេះដើម្បីឲ្យកូនស្រីមានកន្លែងរស់នៅសមរម្យមិនបានទេបងលុយនេះខ្ញុំមិនអាចយកទេយកទៅចំណែករឿងពួកយើងទាំងពីរនាក់អាចនៅជាមួយគ្នាបានឬអត់គឺអាស្រ័យលើនិស្ស័យចុះខ្ញុំជឿថាគ្រប់គ្នានឹងគាំទ្រពួកយើងចប់